សង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5 1. ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តការបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង 12:00 នាទីរំលងអាធ្រាត្ររហូតដល់ម៉ោង 17:00 នាទីល្ងាចថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 ចាប់ពីម៉ោង 12:00 នាទីរំលងអាធ្រាត្រដល់ម៉ោង 5:39 នាទីទៀបភ្លឺយោធាថៃបានបាញ់កាំភ្លើងធំនិងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ម៉ោង 4:00 នាទីយោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងតាថាវម៉ោង 5:30 នាទីយោធាថៃបានបាញ់កាំភ្លើងធំនិងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ចាប់ពីម៉ោង 7:00 នាទីដល់ម៉ោង 8:00 នាទីយោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងតាថាវនិងបន្តបាញ់កាំភ្លើងធំរថក្រោះនិងប្រើប្រាស់ដ្រូនក្នុងភូមិសាស្ត្រប្រាសាទតាមាន់ម៉ោង 8:23 នាទីយោធាថៃបានសម្រុកបាញ់កាំភ្លើងធំនិងរថក្រោះចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារចាប់ពីម៉ោង 10:00 នាទីដល់ម៉ោង 11:00 នាទីយោធាថៃនៅតែបន្តបាញ់កាំភ្លើងធំនិងរថក្រោះរួមទាំងប្រើប្រាស់ដ្រូនហោះស៊ើបការនិងទម្លាក់គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារនិងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ចាប់ពីម៉ោង 14:30 នាទីដល់ម៉ោង 15:10 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន 6 គ្រាប់នៅភូមិសាស្ត្រគោល8ឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារម៉ោង 15:00 នាទីយោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំនិងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់អត្តឃាតបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារគោល8ភ្នំត្រងោលនិងតាថាវនិងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់ម៉ោង 15:30 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន 4 គ្រាប់ចូលភូមិសាស្ត្រស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យនិងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់គិតត្រឹមម៉ោង 17:00 នាទីយោធាថៃនៅតែបន្តផ្លោងកាំភ្លើងធំរថក្រោះបាញ់បុកដ្រូនទម្លាក់គ្រាប់អត្តឃាតនិងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារគោល8ភ្នំត្រងោលនិងបន្តបាញ់កាំភ្លើងធំនិងរថក្រោះចូលភូមិសាស្ត្រជប់កគី 2. ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង 17:25 នាទីល្ងាចថ្ងៃទី 22 ខែធ្នូឆ្នាំ 2025 រហូតដល់ម៉ោង 17:00 នាទីល្ងាចថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 ថ្ងៃទី 22 ខែធ្នូឆ្នាំ 2025 ម៉ោង 17:25 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិសាស្ត្រសង្កាត់អូរស័យក្រុងប៉ោយប៉ែតម៉ោង 20:59 នាទីយោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន 2 គ្រាប់នៅភូមិសាស្ត្រទីប្រជុំជនស៊ីវិលរស់នៅក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតផ្លូវលេខ 58 ខេត្តបន្ទាយមានជ័យថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 ចាប់ពីម៉ោង 1:16 នាទីរំលងអាធ្រាត្ររហូតដល់ម៉ោង 1:40 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 13 គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងចាប់ពីម៉ោង 7:01 នាទីដល់ម៉ោង 16:00 នាទីយោធាថៃបានបាញ់ផ្លោងជាង 80 គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីម៉ោង 7:01 នាទីដល់ម៉ោង 16:00 នាទីយោធាថៃបានបាញ់ផ្លោងជាង 100 គ្រាប់ចូលភូមិសាស្ត្របឹងត្រកួនចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 9:00 នាទីយោធាថៃបានផ្លោងចំនួន 5 គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយជេកម៉ោង 7:35 នាទីយោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូភ្លុកដំរីម៉ោង 8:00 នាទីដល់ម៉ោង 16:00 នាទីយោធាថៃបានបន្តបាញ់ផ្លោងប្រមាណ 61 គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យចាប់ពីម៉ោង 8:01 នាទីដល់ម៉ោង 16:10 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 33 គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែតចាប់ពីម៉ោង 9:43 នាទីដល់ម៉ោង 15:15 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 59 គ្រាប់ចូលភូមិសាស្ត្រស្រុកភ្នំព្រឹកម៉ោង 10:45 នាទីដល់ម៉ោង 11:23 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 16 គ្រាប់ចូលភូមិសាស្ត្រឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបង
ម៉ោង 10:54 នាទីយោធាថៃបានបាញ់កាំភ្លើងធំលើរថក្រោះបុកចូលភូមិសាស្ត្របឹងត្រកួនម៉ោង 15:30 នាទីយោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងរថវាដែកនិងរថក្រោះចូលភូមិសាស្ត្រច្រកជ័យជំនះកងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់